ប្រទេសកម្ពុជាអ្នកដែលចូលចិត្តបច្ចេកវិទ្យានិងអ្នកជំនាញកំពុងប្រឈមមុខនឹងបញ្ហាការបែងចែកធនធានដែលមានភាពមិនត្រឹមត្រូវដោយសារតែធនធានហួសសម័យការស្វែងរកចំណេះដឹងបច្ចេកទេសដែលអាចទុកចិត្តបានដំណើរឆ្ពោះទៅរកភាពជោគជ័យហាក់បីដូចជាមានអារម្មណ៍ថាជាការរុករកចេញពីសួនវង្វេងដែលគ្មានទិសដៅច្បាស់លាស់ពេលខ្លះចំណាយពេលដល់ទៅរាប់សិបម៉ោងក្នុងការស្វែងរកចម្លើយដែលមិនអាចទុកចិត្តបានទាំងនោះថ្មីត្បិតតែនៅក្នុងឆ្នាំ2025បច្ចេកវិទ្យាបានអភិវឌ្ឍដល់កម្រិតមួយដែលចម្លើយសឹងតែអាចស្វែងរកបានត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះអ្នកជំនាញមួយចំនួនបានប្រើប្រាស់ប្រព័ន្ធស្វែងរកដូចជា Google ChatGPT ឬក៏ AI ដើម្បីទទួលបានចម្លើយយ៉ាងឆាប់រហ័សនិងជួយដោះស្រាយបញ្ហារបស់ពួកគេបានយ៉ាងមានប្រសិទ្ធភាពតែសម្រាប់ developer ថ្មីវាមិនងាយស្រួលប៉ុន្មានទេដោយគ្មានបទពិសោធន៍ការប្រើប្រាស់នៅ platform ទាំងនេះអាចជាបញ្ហាប្រឈមមួយដ៏ធំវាអាចធ្វើឲ្យឧបករណ៍ទាំងនេះคล้ายទៅជាឧបករណ៍ជំនួយបណ្ដាលឲ្យមានការយល់ច្រឡំបាត់បង់នៅ critical thinking ហើយពិបាកក្នុងការបែងចែកថាតើដំណោះស្រាយណាដែលមានប្រសិទ្ធភាពនិងមានភាពត្រឹមត្រូវក៏ប៉ុន្តែតើវានឹងទៅជាយ៉ាងណាប្រសិនបើយើងអាចធ្វើការផ្លាស់ប្ដូរវាបានសាកស្រមៃថាមានវេទិកាមួយដែលអាចឲ្យអ្នកទទួលបានចំណេះដឹងនិងឧបករណ៍ដើម្បីប្រើប្រាស់បានយ៉ាងងាយស្រួលទីកន្លែងដែលអ្នកអាចចែករំលែកចំណេះដឹងសួរសំណួរនិងដោះស្រាយបញ្ហានៅត្រង់កន្លែងតែមួយដំណោះស្រាយគឺស្ថិតនៅចុងម្រាមដៃរបស់អ្នកដូច្នេះនិស្សិត Spring Microservice មួយក្រុមមកពីវិទ្យាស្ថាន iStart បានមករួមគ្នាដើម្បីជួយឲ្យចក្ខុវិស័យមួយនេះក្លាយជាការពិតពួកគេខិតខំធ្វើការដោយមិននឿយហត់ដោយប្រើប្រាស់ចំណេះដឹងរបស់ពួកគេអំពី Microservice Architecture, Kafka, Elasticsearch, OAuth ព្រមទាំង Architecture សំខាន់ៗជាច្រើនទៀតក្នុងគោលបំណងបង្កើតវេទិកាមួយឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់ការរៀនសូត្រផ្ដល់នូវដំណោះស្រាយជាក់ស្ដែងព្រមទាំងកិច្ចសហការយ៉ាងរលូនវេទិកានេះមានឈ្មោះថា Code Advisor Code Advisor បានផ្ដល់ឲ្យអ្នកប្រើប្រាស់នៅមុខងារជាច្រើនដូចជាការស្វែងរកអត្ថបទនិងសំណួរចម្លើយដែលតាក់ទងទូទៅទៅនឹងបច្ចេកវិទ្យាមិនថាជាភាសាខ្មែរឬក៏ជាភាសាបរទេសនោះទេក្រៅពីការស្វែងរកអ្នកក៏អាចបង្កើតនិងចែករំលែកអត្ថបទរបស់ខ្លួនព្រមទាំងជួយដោះស្រាយនៅបញ្ហាដែលអ្នកដទៃកំពុងជួបប្រទះផងដែរអ្នកប្រើប្រាស់អាចមើលនៅរក achievement របស់ពួកគេនៅក្នុង user profile page លើពីនេះទៅទៀត Code Advisor អាចឲ្យអ្នករក្សាទុកអត្ថបទនិងសំណួរចម្លើយសម្រាប់ប្រើប្រាស់នៅពេលក្រោយដើម្បីប្រើប្រាស់វេទិកាមួយនេះបានអ្នកគ្រាន់តែបង្កើតគណនីនិងធ្វើការ login នៅលើគេហទំព័ររបស់ Code Advisor ជាការស្រេចសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់យើងតាមតំណ link ខាងក្រោម